សាលាចំនួន6ក្នុងខេត្តព្រះវិហារទទួលបានប័ណ្ណសរសើរពីក្រសួងអប់រំជាសាលាគំរូក្នុងការគ្រប់គ្រងអនាម័យពេលក្មេងស្រីមករដូវនៅក្នុងគ្រឹះស្ថានសិក្សាគម្រោងយើងរួមគ្នានៃអង្គការអត្រាកម្ពុជាប្រចាំខេត្តព្រះវិហារស្ទឹងត្រែងនិងកំពង់ធំបានរៀបចំពិធីប្រគល់ប័ណ្ណសរសើរដល់សាលាចំនួន6ក្នុងខេត្តព្រះវិហារដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការចូលរួមអនុវត្តកម្មវិធីគ្រប់គ្រងអនាម័យពេលក្មេងស្រីមករដូវនៅក្នុងគ្រឹះស្ថានសិក្សាក្រោមអធិបតីភាពលោកជំទាវ សឿសុជាតារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី25ខែមិនិនាឆ្នាំ2025នៅក្នុងបរិវេណសាលាអនុវិទ្យាល័យខ្យងស្ថិតក្នុងឃុំខ្យងស្រុកជ័យសែនខេត្តព្រះវិហារដោយមានការចូលរួមពីប្រធាននាយកដ្ឋានសុខភាពសិក្សាតំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តការិយាល័យអប់រំស្រុកក្រុមការងារគម្រោងនៃអង្គការអត្រាអាជ្ញាធរមូលដ្ឋាននាយកសាលាគ្រូបង្រៀនសិស្សានុសិស្សព្រមទាំងមាតាបិតានិងអាណាព្យាបាលសិស្សជាច្រើនរូបទៀតលោករតរមនីប្រធានគម្រោងយើងរួមគ្នាបានគូបញ្ជាក់ថាកម្មវិធីគ្រប់គ្រងអនាម័យពេលមករដូវត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការធានាថាសិស្សានុសិស្សជាពិសេសកុមារីអាចបន្តការសិក្សាដោយគ្មានឧបសគ្គការអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែជួយលើកកម្ពស់អនាម័យផ្ទាល់ខ្លួនប៉ុណ្ណោះទេថែមទាំងបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាពគ្មានការរើសអើងនិងការមាក់ងាយទាក់ទងនឹងការមករដូវផងដែរជាពិសេសវាបានជួយកាត់បន្ថយអត្រានៃការអវត្តមានរបស់សិស្សស្រីក្នុងអំឡុងពេលមករដូវនិងលើកកម្ពស់ការគ្រប់គ្រងអារម្មណ៍ព្រមទាំងការកសាងទំនុកចិត្តដល់សិស្សស្រីជាដើមក្នុងឱកាសនោះលោកជំទាវ សឿសុជាតាបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាទាំង6ក្នុងការអនុវត្តកម្មវិធីនេះនិងបានលើកទឹកចិត្តឲ្យសាលាផ្សេងទៀតយកគំរូតាមលោកជំទាវក៏បានថ្លែងអំណរគុណដល់អង្គការអត្រាកម្ពុជាចំពោះការគាំទ្រដល់កម្មវិធីនេះផងដែរលើពីនេះលោកជំទាវបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការអប់រំនិងការផ្សព្វផ្សាយអំពីអនាម័យពេលមករដូវដើម្បីធានាបាននូវសុខុមាលភាពនិងសមភាពនៃការអប់រំសម្រាប់សិស្សានុសិស្សទាំងអស់លោកជំទាវបន្តថាក្រសួងអប់រំយុវជននិងកីឡាមានគោលបំណងពង្រីកកម្មវិធីនេះទៅកាន់សាលារៀនផ្សេងទៀតនៅទូទាំងប្រទេសដោយមានការចូលរួមពីមាតាបិតានិងអាណាព្យាបាលនៅក្នុងសហគមន៍និងការបណ្ដុះបណ្ដាលដល់គ្រូបង្រៀននិងបុគ្គលិកអប់រំដើម្បីធានានិរន្តរភាពនិងភាពជោគជ័យនៃកម្មវិធីនេះចំពោះក្មេងប្រុសវិញគឺគេសម្គាល់ទៅលើសូមបញ្ជាក់ជូនថាសាលាទាំង6ដែលទទួលបានប័ណ្ណសរសើររួមមានអនុវិទ្យាល័យខ្យងអនុវិទ្យាល័យពុទ្រាអនុវិទ្យាល័យស្ដៅអនុវិទ្យាល័យរអាងអនុវិទ្យាល័យភ្នំត្បែង1និងអនុវិទ្យាល័យភ្នំត្បែង2ហើយកម្មវិធីនេះធ្វើឡើងដោយមានកិច្ចសហការរវាងនាយកដ្ឋានសុខភាពនៃក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងអង្គការអត្រាកម្ពុជាដោយទទួលបានការឧបត្ថម្ភពីមូលនិធិសកលកាណាដានិងអង្គការអត្រាកាណាដាសូមគម្រិតភ្នែកថាញើមចេញថ្មី1 2